សម្រាប់យប់នេះខ្ញុំសូមអរគុណដល់គ្រប់គ្នាហើយគឺថាលោកម្ចាស់មានរឿងស្អីទៅគឺអ្នកប្រុសទី2នៃគ្រួសារហ្វូនិងអ្នកនាងច្បងនៃគ្រួសារជាងលោកឆាប់ទៅមើលទៅឆាប់ចេញទៅពូធីជនអាចរៃឯងនេះលោកតាស្រាប់ខ្ញុំបោះស្រាយសិនទៅលោកតាអ្នកប្រុសទី2និងអ្នកនាងជាងពិតជាចិត្តក្តៅមែនសូម្បីតែរងចាំពិធីចាប់សិនក៏មិនបានវាពិតជាចង្រៃខ្លាំងណាស់នេះគឺជាពិធីរបស់គ្រួសារហ្វូអាចបានបំផ្លាញប្រពៃណីគ្រួសារហ្វូខ្ញុំអាចច្បាស់ជាមនុស្សតទៅទៀតទេមិនមែនបានទេធីងឆាន់គឺស៊ឺវ៉ាននិងហ្វូធីងឆាន់គេធ្វើបាបខ្ញុំលោកត្រូវជឿខ្ញុំមិនអាចចាត់ប្រកាន់គេប្រេះប្រាស់បានទេកុំនិយាយប្រេះប្រាស់ស៊ឺវ៉ានខ្ញុំដឹងថាជាស្នាដៃរបស់នាងមែនទេខ្ញុំដឹងថានាងមានចេតនាធ្វើបែបនេះនាងគឺចង់បំផ្លាញខ្ញុំធីងឆាន់ជួយសម្លាប់ពួកគេចោលទៅបើសិនជានាងលេចត្រូវការដៃរបស់នាងហើយធ្វើបន្តទៀតនេះជាមុខមាត់របស់ក្រុមហ៊ុនទាំងពីរបើអញ្ចឹងឲ្យពួកគេភ្ជាប់ពាក្យតែម្ដងទៅខ្ញុំមិនជឿប្រាប់ទេបើរៀបការក៏ជាធីងឆាន់ដែរបើរៀបការជាមួយនឹងហ្វូធីងឆាន់ខ្ញុំនិយាយតែខាងបាត់មាត់ទៅធីងឆាន់ខ្ញុំពិតជាស្រឡាញ់លោកមែនស៊ឺវ៉ាននាងមិនស័ក្តិសមនឹងលោកទេនាងមិនស័ក្តិសមធ្វើជាអ្នកស្រីគ្រួសារហ្វូខ្ញុំអាចជួយលោកបានគ្រប់យ៉ាងតែលោកនាងចេញបាត់ទេហើយរៀបការជាមួយខ្ញុំគ្រួសារជាងនឹងឲ្យលោកគ្រប់យ៉ាងអ្នកនាងជាងធ្វើបាត់នេះហួសហើយពេលហើយការទេលើកទី1ព្រោះភាពមិនចេះខ្មាស់របស់នាងដែលចង់ដណ្ដើមប្តីអ្នកដទៃនៅចំពោះមុខគ្រប់គ្នាទេលើកទី2ដោយសារតែនាងជាមនុស្សចិត្តសាហាវធ្វើបាបអ្នកដទៃដូច្នេះលោកជាងខ្ញុំវាយនាងដោយសារតែនាងស័ក្តិសមនឹងទទួលតែលោកមានអីចង់និយាយទេតែនាងមានសិទ្ធិអីចាំមកក្នុងនេះអើយអ្នកនាងជាងបានរំខានខ្ញុំហើយបានរៀបចំមនុស្សប្រុសសម្រាប់ធ្វើបាបខ្ញុំទៀតដោយលាក់គេក្នុងបន្ទប់ហើយនាងបានដាក់ថ្នាំនៅក្នុងស្រាខ្ញុំបើនាងធ្វើបានជោគជ័យនាងមិនត្រឹមតែបំផ្លាញខ្ញុំទេប៉ុន្តែធីងឆិននិងគ្រួសារហ្វូទាំងមូលនឹងត្រូវខ្លាចជាតួកំប្លែងនៅតូក្យូនេះតើអ្នកណាឲ្យជាងឆេងថងថ្លើមធំធ្វើបែបនេះតើលោកជាតើនាងចង់និយាយស្អីតែទៀតលោកនឹងដឹងហើយថាខ្ញុំមិនបាននិយាយផ្ដេសផ្ដាសឆាប់នាំមនុស្សចូលមកគឺពីអ្នកនេះហើយជាមនុស្សដែលអ្នកនាងជាងបានរៀបចំឲ្យលាក់ខ្លួនក្នុងបន្ទប់ខ្ញុំពួកគេបានសារភាពគ្រប់យ៉ាងហើយបោះតាំងច្បាស់ប៉ុណ្ណឹងទៅហើយនាងនឹងចង់ប្រកែកទៀតមិនមែនបែបនេះទេសម្ដីរបស់ពួកគេមិនអាចយកធ្វើជាការបានទេប្រហែលពួកគេត្រូវគេជួលមកកថាបានដើម្បីឲ្យមកធ្វើបាបគ្រួសារជាងនិងគ្រួសារពូចុះម្នាក់នេះអ្នកនាងជាងតើខ្ញុំគួរតែដោះមកគេចេញដែរទេគឺនាងបានប្រឆាំងជាមួយអ្នកស្រីហ្វូរួមទាំងការប្រឆាំងនឹងគ្រួសារហ្វូបញ្ហានេះគឺមិនអាចដោះស្រាយបានដោយងាយឡើយយឺតយ៉ាងសេរបស់ឯងគួរឲ្យពេកហើយពេលនេះផោះតាំងច្បាស់ហើយបើនឹងមិនទទួលស្គាល់ទេចង់ឲ្យគ្រួសារហ្វូខ្ញុំបដៅនាងជាកុំហោរបស់ខ្ញុំដែលខ្ញុំអប់រំនាងមិនបានល្អប៉ុន្តែព្រមតាពូជឿនទាំងពីររាប់អានគ្នាយូរមកហើយអាចទុកជីវិតឲ្យនាងផងបានទេគ្រួសារជាពូជឿនប្រកាសជាតបស្នងឲ្យលោកសមនឹងតម្លៃចង់សងហ៎បានឲ្យតែលោកយល់ព្រម3លក្ខខណ្ឌនេះខ្ញុំនឹងដោះលែងអ្នកនាងជាងឲ្យបំភ្លេចរឿងនេះចា៎ទី1ខ្ញុំចង់ឲ្យជាងឆេងថងលុតជង្គង់ចំពោះមុខគ្រប់គ្នាហើយទេកំភ្លៀងខ្លួនឯងទៅស៊ឺវ៉ាន់នាងចង់ឲ្យខ្ញុំលុតជង្គង់ឲ្យទេកំភ្លៀងខ្លួនឯងកុំជឿសັບអីឆេងថងឆាប់ធ្វើទៅលោកតាបន្តមកទៀតទី2ខ្ញុំចង់បានភាគហ៊ុន 5% នៃទីស្នាក់ការកណ្ដាលរបស់ជាងក្រុមរួមទាំងការចំណេញផងដែរភាគហ៊ុនគ្រួសារមិននឹងអាចបែងចែកទៅខ្ញុំនឹងជួលគេឲ្យតាមដានប្រាក់ចំណូលប្រចាំឆ្នាំតើខ្ញុំអាចបដូរជាប្រាក់ឲ្យនាងបានទេបើជាងឡើងខ្ញុំចង់បានភាគហ៊ុនលបងហ្វូលបងក៏ដឹងថាភាគហ៊ុនគ្រួសារខ្ញុំវាសំខាន់ខ្លាំងណាស់នៅក្នុងផ្ទះរបស់ខ្ញុំគឺស៊ឺវ៉ានជាអ្នកសម្រេចពាក្យខ្លះខ្ញុំមិនចង់និយាយជាលើកទី3ទេបើសិនជាលោកជាងមិនចង់បដូរជាមួយជីវិតអ្នកនាងជាងទេបែបនេះក៏បានខ្ញុំមិនចូលចិត្តបង្ខំឲ្យគេធ្វើរឿងដែលមិនចង់ធ្វើដែរនិយាយពេលហើយខ្ញុំមិនចង់ខាត់ពេលតទៅទៀតទេនាំនាងជាងហើយធ្វើតាមច្បាប់គ្រួសារហ្វូឆាប់នាំនាងចេញទៀតទៅកុំឲ្យមនុស្សចាស់នៅទីនេះភ័យអីសោះឆាប់នាំនាងទៅបាទកុំអីលោកតាអ្នកឈប់សិនកងត្រាផ្ទៃភាគហ៊ុនថ្ងៃស្អែកខ្ញុំនឹងឲ្យគេយកមកឲ្យនាងបានអញ្ចឹងរំខានលោកជាងហើយលក្ខខណ្ឌចុងក្រោយគឺសាមញ្ញបំផុតតែពីពេលនេះទៅមិនថាខ្ញុំបង្ហាញខ្លួននៅកន្លែងណាគឺត្រូវតែគ្មានវត្តមានអ្នកនាងជាងជាដាច់ខាតគ្រួសារធំរបស់ពូជើងប្រកាសជាធ្វើតាមសន្យាជាមិនខានទេខ្ញុំអាចនាំឈិញថងទៅបានដែរទេបើអ្នកនាងជាងទៅអ្នកណាផ្ដល់ភាពស្អាតស្អំឲ្យខ្ញុំពូទាំងឈុនលោកមិនមានមកនិយាយបានទេទាំងអស់គឺជាផែនការរបស់ឯងអ្នកនាងជាងកំឡុងពេលជប់នាង
គឺនាងបានចុះមករកខ្ញុំច្បាស់ណាស់នៅពេលដែលខ្ញុំកំពុងតែសម្រាកនាងថាចង់និយាយជាមួយខ្ញុំឲ្យស៊ីជម្រៅហើយនាងថែមទាំងគឺគ្រប់គ្នាបានឃើញហើយដើម្បីគេឈ្មោះខ្ញុំ អាចជាកូនអាក្រក់ដែលកើតចេញពីស្រីស្នាគេនេះហ៊ាននិយាយបែបនេះទៀត យ៉ាងឈិងថងនាងមិននឹងអាចនិយាយបែបនេះទៅបើនាងមិនជឿខ្ញុំទេអាចមើលកាមេរ៉ាសុវត្ថិភាពបាន លោកគ្នាបិទមាត់ទៅឈិញថងដើម្បីមុខមាត់ឯងតើនឹងប្រកាសពិធីមង្គលការរបស់ពួកឯងឲ្យបានឆាប់បំផុត មើលទៅផែនការរបស់វិនអ៊ីបានសម្រេចហើយដរាបណាឈីថងនៅមានជីវិតមិនយូរមិនឆាប់គ្រួសារជាងនឹងខ្លាចជាអំណាចរបស់គ្រួសារពូហើយ ថេងឆាន់ពួកគេប្រកាសជារកវិធីដើម្បីសងសឹកយើងវិញមិនខានទេអូនខ្លាចថាត្រូវធ្វើឲ្យបងឈឺចាប់ បាទនៅក្នុងចិត្តរបស់បងគឺគ្មានអ្វីសំខាន់ជាងសុវត្ថិភាពរបស់អូនទេបាទនៅក្នុងចិត្តរបស់បងអូនជាមនុស្សតែម្នាក់គត់ដែលបងស្រឡាញ់ អូនក៏ដូចគ្នា លោកហ្វូរកគេហើយមនុស្សដែលឲ្យថ្នាំទៅឈិញថងដើម្បីដាក់ថ្នាំអ្នកស្រីគឺជាស៊ូណាន សួរចម្លើយទៅ បានសួរចម្លើយគេរួចហើយពេលនេះគេនៅបន្ទប់ក្រោមដី ដល់ណាស់ខ្ញុំមិនចង់ឃើញដើមមុខទៀតទេ យ៉ាងទីឯងពិតជាឆ្កែដែលស្ដាប់បង្គាប់ម្ចាស់បានល្អពិតមែនលោកហ្វូបានជួយជីវិតឯងនិងខ្ញុំឯងមិនត្រឹមតែមិនដឹងគុណទេបែរជាចង់សម្លាប់លោកហ្វូហើយនឹងប្រពន្ធរបស់គាត់ទៀតពេលនេះឯងគួរតែដល់ពេលស្លាប់ហើយហ្វូធីងឈិននិងខ្ញុំធំឡើងនៅក្នុងមណ្ឌលកម្មាកំព្រីជាមួយគ្នាបើសិនជាយើងមិនត្រឡប់មកគ្រួសារហ្វូទេគេមិននឹងប្រឆាំងជាមួយយើងទៅខ្ញុំចង់ឲ្យគេរស់នៅក្នុងភាពងងឹតអស់មួយជីវិតខ្ញុំនឹងនៅក្បែរគេ បើសិនជាលោកស៊ឺចង់ធ្វើជាលូបែបនេះហើយយ៉ាងអីតែចាប់បណ្ដោះខ្លះមកដើម្បីឲ្យលោកស៊ឺសប្បាយចិត្តបន្តិច នាងហ៊ានតើហ្វូធីងឈិននៅកន្លែងណា និយាយមកពេលកន្លែងដែលអ្នកមើលថែម្ដាយធីងឆាន់លាក់ខ្លួន ខ្ញុំមិនប្រាប់ទេ បើលោកមិនចង់ប្រាប់ទៅហើយបើអញ្ចឹងមានតែផ្លូវស្លាប់មួយគត់ បាទនាងហ៊ានសម្លាប់ខ្ញុំគ្មានអ្នកណាប្រាប់នាងទេពីមូលហេតុពិតប្រាកដតែម្ដាយហ្វូធីងឈិនស្លាប់នោះ បើសិនជាលោកមិនចង់និយាយពីទីកន្លែងរបស់អ្នកមើលថែនោះហើយនឹងការពិតនៅពីក្រោយការស្លាប់របស់ម្ដាយធីងឆាន់មុននឹងក្រោយតែគឺលោកទេខ្ញុំនឹងបន្ទុកជីវិតឲ្យលោកនោះឡើយព្រោះមិនចង់ឲ្យធីងឆាន់បារម្ភនឹងការសម្លាប់លោក សម្លាប់ទៅសម្លាប់ខ្ញុំទៅពេលនេះវាសនាខ្ញុំនិងហ្វូធីងឈិនកំពុងតែចងជួប ថាម៉េច ឆាប់សម្លាប់ភ្លាមទៅបើខ្ញុំស្លាប់ក៏ជារឿងល្អដែលអាចឲ្យធីងឈិនទៅកំដរខ្ញុំដែរ ស៊ឺណានតើឯងចង់ប្រើល្បិចអីហេតុអីក៏ជាផ្ទះរបស់គេស្តេងនឹងធីងឆាន់បែបនេះ នេះជាថ្នាំមួយប្រភេទដែលធ្វើឲ្យឈាមនិងរាងកាយតភ្ជាប់គ្នាបានវាមានឈ្មោះថាថូមីកូខ្ញុំបានដាក់មួយចំណែកក្នុងរាងកាយធីងឈិនដូច្នេះរាងកាយរបស់ពួកយើងនឹងត្រូវស្លាប់ជាមួយគ្នាឬអាចនិយាយបានថារាងកាយទាំងពីរគឺត្រូវពឹងពាក់គ្នារហូតដល់ថ្ងៃចប់ យ៉ាងណាក៏ធីងឆាន់មិនបានបន្ទុកតាមដីតើឯងចាប់បានតាំងពីពេលណា ឯងមិនអាចខ្វះជើងបានទេនាងសាទីមើលទៅនាងគឺជាមនុស្សឆ្លាត នៅសានគន់ខ្ញុំគិតថាឯងគិតខុសហើយ នាងមិននឹងអាចធ្វើបែបហ្នឹងទៅតើនាងខ្លាចខ្ញុំសម្លាប់ខ្លួនឯងហើយហ្វូធីងឈិននឹងស្លាប់ទៅជាមួយយើងទោះជាខ្ញុំមិនអាចធ្វើអ្វីបានតែខ្ញុំអាចធ្វើបានខ្ញុំខំមិនបានសម្លាប់ខ្លួនឯងត្រូវដែរទេ អរគុណដែលរំលឹកខ្ញុំ លោកស្រីបញ្ហាគឺធ្ងន់ធ្ងរណាស់យើងគួរតែលាក់អាត់កំបាំងពី បើ លោក សិន គ្រូ ជា ទេ ឆ្នាំពលនោះអាចបន្សាបបានខ្ញុំនឹងរកវិធីត្រូវចាំមិនត្រឹមតែលាក់បាំងពីធីងឆាន់ទេតែគ្រប់គ្នាក៏ដូចគ្នា បានអូនកំពុងតែគិតស្អីហ្នឹង កំពុងតែគិតពីបងនឹងណា បើសិនជាអូននឹកបងមើលរូបរបស់បងទៅ វាមិនដូចគ្នានោះទេប៉ុន្តែថ្ងៃនេះបងតែក្រុមហ៊ុនរវល់ពេញមួយថ្ងៃហើយសូម្បីទូរស័ព្ទក៏មិនខលមកអូនដែរបងរវល់តែការងារភ្លេចអូនហើយមែនទេធ្វើមិនអូនសប្បាយចិត្តបានទេ បាទសុំទោស
ជាខ្មោចរបស់បងប្រកាសជាប៉ះពើដល់អូនវិញមិនខាន ថេងឆានអូនប្រកាសជាជួយបងបានត្រូវទេ លោកហ្វូហេតុអីក៏ហៅខ្ញុំមក បើសិនមិនបានទៅណាខ្លះហើយទៅជួបនរណាហើយតាមមានរឿងកើតឡើងតែរកគ្រូពេទ្យមកខ្ញុំ អ្នកដែលត្រូវថ្នាំពុលនេះភាគច្រើនគឺត្រូវស្លាប់បើសិនជាភាគីដាក់ថ្នាំមានគ្រោះថ្នាក់ក្នុងពេល3ថ្ងៃគឺនឹងត្រូវខ្ទេចខ្ទាំសរីរាង្គផ្នែកខាងក្នុងបន្ទាប់មកត្រូវឈឺចាប់រហូតដល់ស្លាប់ Hello លោកស្រីលោកម្ចាស់ធំបានរកពេទ្យឲ្យព្យាបាលគាត់ហើយធ្វើយ៉ាងម៉េច កុំបារម្ភអីឲ្យតែស៊ឺណានមិនទាន់ស្លាប់ថ្នាំពុលដែលនៅក្នុងខ្លួនអាឆាន់គឺមិនអាចមានផលប៉ះពាល់ទេអ្នកផ្សេងមិនអាចដឹងទេថាអាឆាន់ត្រូវថ្នាំពុលរបស់ស៊ឺណានប្រាប់គេថាខ្ញុំមិនអាចឲ្យគេស្លាប់ដោយងាយនោះទេអាឆាន់អូននឹកបងណាសុំទោសណាអាឆាន់ខ្ញុំមិនអាចឲ្យមានគ្រោះថ្នាក់ទេសុំទោសដែលអូនលាក់បាំងពីបងត្រូវអត់ទោសឲ្យអូនផងណា បានតើអូនស្រឡាញ់បងទេហើយបានជាមិនឆ្លើយ អាឆាន់អូនស្រឡាញ់បងរឿងសំខាន់បំផុតដែលអូនវិលមកម្ដងទៀតគឺព្រោះតែអូនស្រឡាញ់បង បានបងដឹងថាអូនមានរឿងលាក់បាំងជាមួយបងមិនខ្វល់ទេឲ្យតែអូនស្រឡាញ់បងទោះជាអូនធ្វើអ្វីក៏ដោយក៏គ្មានបញ្ហាដែរ អាឆាន់ជឿអូនទេអូននឹងរកផ្លូវព្យាបាលបងឲ្យបានទោះជាត្រូវបដូរវាសនាបងនិងខ្ញុំក៏ដែរ ឲ្យខ្ញុំចេញទៅខ្ញុំមិនចង់រៀបការជាមួយអ្នកអាកូនគ្មានខាន់ស្លាននោះទេខ្ញុំជាអ្នកស្នងគ្រួសារជាងខ្ញុំមិនចង់រៀបការជាមួយគេទេគឺឯងតែមានមុខមក